បាទជំរាបសួរអ្នកទាំងអស់គ្នាចឹងក្នុងវីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញពីគន្លឹះខ្លះៗទាក់ទងជាមួយនឹងការប្រើប្រាស់នៅលើកុំព្យូទ័រទាក់ទងជាមួយនឹងរូបភាពដូចជាអ្វីដែលយើងបានឃើញនៅលើនេះជាដើមនេះចឹងរូបនេះវាអត់បង្ហាញthumbnail ឬក៏រូបភាពឲ្យយើងបានឃើញថានៅក្នុង file រូបភាពហ្នឹងគឺជារូបភាពអី file រូបភាពនេះគឺជារូបភាពអីចឹងតោះតែយើងចុចបើកវាចេះបានបង្ហាញថាអូហ្នឹងរូបភាពចេះអានេះរូបភាពចុះអីចឹងទៅអញ្ចឹងដើម្បីឲ្យវាបង្ហាញ thumbnail ឬក៏រូបភាពឲ្យយើងបានមើលស្រួលមិនបាច់ចាំយើងចូលទៅបើកមើលគឺយើងចូលទៅក្នុង DPC មកហើយបន្ទាប់មកយើងចូលមកកន្លែង Tray 3 See More Option ហើយចុចលើ View តបមកទៀតយើងដោះ select កន្លែងនេះចេញalways show icon never thumbnail តបមក apply វាផ្លាច់ហើយចុច OK មួយមកអញ្ចឹងយើងចាក់ចេញទៅគឺយើងនឹងឃើញរូបភាព thumbnail មិនបាច់ចាំចូលទៅខាងក្នុងទៀតទេអញ្ចឹងគន្លឹះខ្លីបែបហ្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចងចាំហើយនឹងអាចប្រើប្រាស់បាននៅក្នុងកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយគន្លឹះក្រោយៗផ្សេងៗទៀតបាយបាយ